ព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយគោលដៅទេសចរដែលបែងចែកជាគោលដៅទេសចរវប្បធម៌ប្រវត្តិសាស្ត្រទេសចរធនធានធម្មជាតិទេសចរកែច្នៃនិងទេសចរតំបន់ឆ្នេរខេត្តកំពតក៏ជាខេត្តមួយដែលសម្បូរទៅដោយសក្តានុពលធម្មជាតិនិងទេសចរតំបន់ឆ្នេរដ៏មានភាពទាក់ទាញបំផុតចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិឧទ្យានដងព្រែកត្រូវបានគេបង្កើតឡើងក្រោមការរចនាភាពស្រស់ស្អាតលើផ្ទៃទឹកព្រៃលិចទឹកនិងធម្មជាតិអមនៅតាមសងខាងព្រែកដ៏ស្រស់បំព្រងគួរឲ្យចង់គយគន់ក្រោមការវិនិយោគ$1 លានសហរដ្ឋអាមេរិករបស់ជនជាតិបារាំងដងព្រែកនេះបានបង្កើតឡើងនូវល្បែងកម្សាន្តលើផ្ទៃទឹកយ៉ាងសម្បូរបែបនៅក្នុងភាពសប្បាយៗជាច្រើនជាមួយនឹងបរិយាកាសធម្មជាតិពិតៗភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានចូលមកទស្សនាតំបន់កម្សាន្តធម្មជាតិអេកូទេសចរដងព្រៃព្រឹក្សានេះពិតជាអាចទស្សនាទេសភាពធម្មជាតិដ៏ល្អឯកនៃតំបន់ព្រៃលិចទឹកនិងសម្រស់ទេសភាពនាពេលថ្ងៃរៀបលិចលើចុងព្រឹក្សាកណ្ដាលផ្ទៃទឹកដែលណែបណិតកាយាក្រោមលំហែកាយជាមួយនឹងសម្រស់ផ្ទៃទឹកនៅកម្ពុជា And I choose this place because អ្វីដែលគាត់បើក zip line នៅខេត្តកំពតហ្នឹងគឺហ្នឹងយើងអាចថាជា resort តែអ្វីសំខាន់ផុតហ្នឹងគឺគាត់បើកឡើងគឺលក្ខណៈជា game នៅសងព្រេងអញ្ចឹង game នៅសងព្រេងហ្នឹងគឺវាមានសារៈសំខាន់មែនទែនសម្រាប់អាយុវ័យក៏ដូចជាក្មេងៗដែលគាត់ចង់លេងនៅកន្លែងហ្នឹងបាទហើយមិនត្រឹមប៉ុណ្ណឹងនៅជុំវិញយើងហ្នឹងគឺមាន resort ជាច្រើនជុំវិញហ្នឹងអញ្ចឹងរាល់តម្រូវការភ្ញៀវផ្សេងៗដែលគាត់ចង់chillនៅកន្លែងហ្នឹងគឺយើងមានហើយអ្វីដែលសំខាន់ផុតមួយទៀតគឺដែលគាត់ជឿយក zip line នៅខេត្តកំពតហ្នឹងគឺទស្សនវិជ្ជាដែលគួរឲ្យចាប់អារម្មណ៍ឧទ្យានដងព្រៃកំពតបានបើកឲ្យដំណើរការក្នុងខែមីនាឆ្នាំ2016នៅក្នុងភូមិបត់ក្បាលដំរីឃុំមកប្រាំងស្រុកទឹកឈូខេត្តកំពតដែលមានចម្ងាយប្រមាណ9 គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តការបង្កើតឧទ្យានដងព្រែកនៅលើទឹកដីខេត្តកំពតដោយសារតំបន់នេះមានសក្តានុពលខ្ពស់លើវិស័យទេសចរធម្មជាតិទស្សនៈដ៏ធំនៃការបង្កើតឧទ្យានដងព្រែកនេះឡើងក្នុងគោលបំណងរក្សាតំបន់អេកូទេសចរឲ្យកាន់តែល្អប្រសើរជាងមុនសម្អាតភាពកខ្វក់អនាម័យតាមដងព្រែកកំពតបង្កើតល្បែងកម្សាន្តខុសប្លែកពីគ្នាជាមួយនឹងធម្មជាតិជាកន្លែងសម្រាប់កម្សាន្តកាយដ៏មានផាសុកភាពនិងល្អប្រណិតមានកន្លែងទទួលទានអាហារកន្លែងហែលទឹកបែបធម្មជាតិដំណើរឡើងភ្នំកម្សាន្តជិះទូកកម្សាន្តជិះខ្សែរ៉កកាត់លេខមើលទេសភាពជុំវិញខេត្តកំពតជាដើមខ្សែរ៉កដែលនាំកាយអ្នកទេសចរឆ្លងកាត់ព្រៃចម្ងាយ200 ម៉ែត្រនេះអាចទ្រាំទ្រទម្ងន់ដល់ទៅ110 គីឡូក្រាមដោយអ្នកទេសចរត្រូវឡើងតាមកាំជណ្ដើរធ្វើពីឫស្សីតាមបែបធម្មជាតិពិតៗព័ទ្ធជុំវិញដើមឈើដែលមានកម្ពស់ជាង10 ម៉ែត្រចំពោះតម្លៃនៃការជិះរ៉កនេះអ្នកត្រូវចំណាយប្រាក់$30000ដែលរួមបញ្ចូលទាំងការត្រឡប់មកវិញដោយជិះទូកផងដែរមានអារម្មណ៍ថាសប្បាយហើយប្លែកមែនទែនបងជាពិសេសទេសភាពនៅហ្នឹងស្អាតហើយណាមួយវាត្រជាក់ខ្ញុំមកដល់ថ្ងៃនេះត្រជាក់ប៉ុន្តែគ្រាន់តែរៀងភ័យតិចព្រោះមិញជិះចុះមករៀងភ័យមានអារម្មណ៍និយាយទៅអត់ដែលធ្លាប់ជិះចឹងទេដល់ពេលជិះលើកទី1មានអារម្មណ៍ថាពេលឡើងទៅទាំងភ័យដល់ពេលចុះមកវិញឃើញទេសភាពចឹងមានអារម្មណ៍ប្លែកវិញចាបុកពោះឲ្យពេលឡើងទៅនិយាយទៅនៅទីនេះមានទេសភាពល្អខ្ញុំស្រឡាញ់ទេសភាពបែបហ្នឹងហើយណាមួយចង់និយាយថាវាខ្យល់អាកាសបរិសុទ្ធណាហើយវាបានត្រជាក់ចឹងវាមានដើមឈើមានអីចឹងយើងបានទាំងថតរូបស្អាតហើយយើងបាននៅសុបាយចិត្តទៀតពេលបានមកដល់មានអារម្មណ៍ថាប្លែកពីព្រោះអីមិននឹកស្មានថានៅក្នុងដែនដីកំពតគឺមានទេសភាពបែបហ្នឹងហើយមានកន្លែងកម្សាន្តបែបហ្នឹងគឺវាប្រៀបដូចជានៅបរទេសចឹងបើសិនជា
អ្នកទេសចរគឺមិនចាំបាច់ទៅក្រៅទេបើចង់ភ្លក់រសជាតិបែប adventure អញ្ចឹងគាត់អាចមក ឧទ្យានដើមព្រៃដែលទើបចាប់ផ្ដើមដំណើរការនេះកំពុងតែស្រូបយកភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យទៅកំសាន្តសម្រាប់លំហែកាយជាប់មិនដាច់ឧទ្យាននេះលាតសន្ធឹងលើផ្ទៃដីដ៏ធំលាក់ខ្លួនពួនសំងំជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលដែលទេសចរជាតិនិងអន្តរជាតិជក់ចិត្តដិតអារម្មណ៍នឹងការកំសាន្តបែបធម្មជាតិជាច្រើននៅទីនោះតំបន់ធម្មជាតិដ៏សែនមនោរម្យថ្មីនេះហ៊ុំព័ទ្ធទៅដោយជួរភ្នំព្រៃព្រឹក្សាខៀវស្រងាត់អមសងខាងដងព្រេងប្រៀបបាននឹងការរៀបចំរបស់ធម្មជាតិដើម្បីបន្ថែមសម្រស់និងគាំពៀជីវិតទាំងឡាយដែលអាស្រ័យនឹងជលសានេះឲ្យមានភាពសុខដុមរមនាគណៈទេសចរដែលមកដល់ទីនេះមិនអាចរំលងបានការចងងូតទឹកថ្លាឆ្វង់និងត្រជាក់គួរឲ្យបណ្ដែតខ្លួនលេងដោយមិនជិតណាយWe are open. We are more and more people, especially ការឡើងគឺការឡើងច្រើនមែនទែនអញ្ចឹងជាបន្តបន្ទាប់អញ្ចឹងទេតម្លៃតទៅមួយតម្លៃជីរ៉ក់នោះគឺតម្លៃសមរម្យអញ្ចឹងទេគឺវាសំខាន់មែនទែនទៅមួយភ្ញៀវហ្នឹងគឺកន្លែងជីរ៉ក់ហ្នឹងគឺផ្ដោតអារម្មណ៍សំខាន់ជាងគេបំផុតហ្នឹងគឺភ្ញៀវខ្មែរលើខេត្តពីពលអញ្ចឹងគឺភ្ញៀវក្នុងស្រុកយើងហ្នឹងរហូតដល់ 95% អ្នកទេសចរខ្លះដែលមិនហ៊ានជិះខ្សែរ៉កគឺអាចឆ្លងទូកទៅត្រៃម្ខាងទៀតដើម្បីបានដើរលំហែតាមចំការដូងចំការទុរេនឬជិះកង់កម្សាន្តក្នុងតំបន់នោះជាដើមការពិតណាស់ទេសចរទាំងឡាយនឹងភ្លេចពីការនឿយហត់គណៈកំពុងភ្លុកបង្វែងនឹងសម្រស់ធម្មជាតិដ៏កម្រនេះប៉ុន្តែមិនអ្វីទេដរាបណាអ្នកដឹងថាខ្លួនអស់កម្លាំងឬហេវហត់អ្នកអាចជ្រើសរើសមុខម្ហូបដ៏សម្បូរបែបនិងប្លែកៗជាច្រើននៅទីនោះរួមទាំងទឹកដូងដែលទើបតែបេះពីដើមភ្លាមតើមានអ្វីអាចលាក់បាំងពលរដ្ឋកម្ពុជាបានទៅពីគេឈ្មោះទឹកដូងដ៏ផ្អែមក្រអូបជាងគេនៅខេត្តកំពតពេលបានឃើញសម្រស់ឧទ្យានដងព្រៃកំពតគឺមានអារម្មណ៍ថាអស្ចារ្យណាស់សម្រាប់ខេត្តកំពតទឹកហូរឥតឈប់ឈរខ្យល់បក់ព្រឹក្សាត្រជាក់កាយាជាមួយនឹងក្លិនបុប្ផាធម្មជាតិដែលនឹកស្មានមិនដល់ពីដងព្រៃឯកាមកជាកន្លែងដ៏អស្ចារ្យខ្លាចជាកន្លែងទេសចរដ៏មានភាពទាក់ទាញក្នុងចិត្តខ្ញុំសប្បាយចិត្តព្រោះថាធ្លាប់តែឃើញនៅស្រុកគេអញ្ចឹងណាអញ្ចឹងដល់ពេលបានមាននៅស្រុកខ្មែរអញ្ចឹងទៅយើងបានចែករំលែកទី1ភាពសប្បាយរីករាយជួបជុំមិត្តភ័ក្តិអីចឹងពេលយើងសម្រាប់ចុងសប្តាហ៍អីចឹងយើងអាចមកកំសាន្តនៅទីនេះហើយមួយវិញទៀតវាបានទេសភាពស្អាតផងបងដល់ពេលអញ្ចឹងយើងមានអារម្មណ៍ថាពេលយើងធ្វើការ stress អីចឹងគឺយើងអាចមកសម្រាប់លំហែកាយនៅហ្នឹងI think that zip lining is really fun and I've never done it across water before. ថានៅកពតនឹងមានខ្សែអង់គ្លេសថា zip line ហើយខ្ញុំក៏ចង់សាក់លបងខ្ញុំមិនដែរ zip line លើទឹកម្ល៉េះហើយនេះគឺជាលើកទី1ឧទ្យានដងព្រៃគឺជាការទាក់ទាញចំណាប់អារម្មណ៍នៃភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាសម្រាប់លំហែកាយនៅក្នុងទឹកដីខេត្តកំពតផ្សព្វផ្សាយពីសក្តានុពលតំបន់អេកូទេសចរជាតិ
រួមការពីអភិរក្សបរិស្ថានដើម្បីឈានឆ្ពោះទៅកាន់ភូមិបៃតងចែករំលែកភាពសប្បាយរីករាយជាមួយនឹងល្បែងកម្សាន្តជូនប្រជាពលរដ្ឋកម្ពុជាបង្កើតថ្មីនិងអភិវឌ្ឍតំបន់អេកូទេសចរជាតិផ្ដល់ជូនសេវាកម្មស្នាក់នៅបែបក្នុងស្រុកនិងអន្តរជាតិប្រកបដោយផាសុកភាពនិងសន្តិភាពសូមជម្រាបថាឧស្សាហនេះគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងទេសចរនិងរដ្ឋាភិបាលកម្ពុជាឧស្សាហដល់ព្រែកពិតជាគ្រប់គ្រងយ៉ាងពេញលេញលើចក្ខុវិស័យពីរដ្ឋាភិបាលក្នុងការបង្កើតតំបន់អេកូទេសចរអភិវឌ្ឍតំបន់អេកូទេសចរដើម្បីកំណើនសេដ្ឋកិច្ចតាមរយៈការផ្ដល់ជូនការងារប្រជាពលរដ្ឋក្នុងតំបន់និងទូទាំងប្រទេសឧស្សាហដល់ព្រែកនេះក៏បានឆ្លើយតបនឹងពាក្យស្លោកថាតារារះនាភាគលានដីសង្ឃឹមនៃទេសចរធម្មជាតិល្អឯកមានពីរលើសកលលោកជាមួយបងកាន់សាច់3នេះខ្ញុំទេបងណាបាទទី2ហាមបងប៉ះស្អីកាយជាដាច់ខាតបាទយើងប៉ះទៅអាចលើដៃយើង